ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះននសុករីដាមកពីក្រុម AU35 ហើយថ្ងៃនេះយើងមកធ្វើ exercise ដែលមានចំនួន3 part part 1 package management exercise part 2 pipe and redirection exercise និង part 3 firewall exercise ចឹងយើងចូលទៅ part ទី1ចំណុចទី1គេឲ្យ update package list ចឹងដំបូងខ្ញុំវាយ who am I សិនហើយដើម្បី update package list បានយើងត្រូវវាយ sudo apt update ចឹងយើងបាន update រួចរាល់ហើយទៅចំណុចទី2 upgrade all install package ចឹងដើម្បី upgrade បានយើងវាយsudo apt upgrade តទៅពីយើង upgrade ហើយចំណុចទី3គេឲ្យ install package engine ចឹងដើម្បី install package នឹងបានយើងត្រូវវាយ sudo apt install ឈ្មោះវា engine ចឹងយើងបាន install package engine នឹងរួចរាល់ហើយយើងមកទៅចំណុចទី5យើង remove package នឹងចោលវិញចឹងដើម្បី remove វាបានយើងត្រូវវាយ sudo remove engine ចឹង engine ហ្នឹងវាបានអញ្ចឹងអមខ្ញុំផ្លេចបន្ថែម apt អញ្ចឹងខ្ញុំវាយ command ខុសខ្ញុំវាយម្ដងទៀត sudo apt remove engine ចឹងវាសួរយើងបញ្ជាក់ថាយើងចង់ remove មែនអត់ចឹងយើងវាយ yes ដើម្បី remove វាចឹងយើង remove វារួចរាល់ហើយប៉ុន្តែឥឡូវខ្ញុំចង់បញ្ជាក់ថាខ្ញុំ remove បានជោគជ័យអត់ចឹងសាក់ទៅ remove នោះទៀតចឹងវាប្រាប់យើងថាយើងវា zone upgrade យើងមានអី remove ទៀតទេចាំមិនថាយើង remove បានជោគជ័យហើយឥឡូវយើងចូលទៅ part 2 pipe និង redirection exercise ចំណុចទី6គេឲ្យ display list of file នៅក្នុង current directory ចឹងដើម្បី display បានយើងវា command ls -lh ចឹងវាសោយើងហើយឥឡូវយើងទៅចំណុចទី7គេឲ្យប្រើប្រាស់ pipe ដើម្បី filter និង display only .txt file ចឹងយើងប្រើ command ls -lh pipe grep.txt ចឹងពេលយើង grep ទៅវាចាប់មក file txt ទាំងអស់ឲ្យយើងចឹងបន្ទាប់មកទៅចំណុចទី8គេឲ្យប្រើ pipe ហ្នឹងដើម្បី search សម្រាប់ process ssh និង init ចឹងឥឡូវយើងទៅ search ssh មុនចឹងដើម្បី search បានយើងវាយ pt
ps aux pipe grab ss8 ឥឡូវយើង search ឃើញហើយយើង search ឃើញ SSH ហើយយើងទៅ search មើល index ម្ដងអញ្ចឹងយើងវាដូចគ្នាមក ps aux pipe grab យើងគ្រាន់តែ change ពី SSH ទៅ index engineបន្ទាប់ពីយើងបាន grab ហើយវា sorry សារយើងបានឃើញអញ្ចឹងឥឡូវយើងចូលចំណុចទី 9 គេឲ្យ redirect command output ដោយប្រើ redirection into a file name output.txt អញ្ចឹងយើងវាយទៅ ls .la redirection output.txt ឥឡូវយើងចូលទៅ check មើល file output ហ្នឹងយើងយក cat output.txt ចឹងយើងបានឃើញឥឡូវយើងចូលទៅ part ចុងក្រោយ part ទី 3 ចំណុចទី 10 គេឲ្យយើង check firewall status ចឹងដើម្បី check firewall status បានយើងវា sudo ufw status អានេះដោយសារតែខ្ញុំបាន enable firewall ហើយ allow port 80 ហើយ allow SSH server ហើយចឹងទៅវាចេញចឹងបើយើងអត់ទាន់ allow ទេវានឹងចេញ inactive ចឹងឥឡូវយើងទៅ enable firewall ម្ដងទៀតចឹងដើម្បី enable firewall បានយើងចុច sudo ufw enable ចឹងវាសួរយើងបញ្ជាក់យើងចុច yes ទៅចឹងគេប្រាប់ឲ្យថា firewall ហ្នឹងវា active ហើយ enable ហើយឥឡូវយើងទៅ allow ចំណុចទី 12 allow port 80 ម្ដងទៀតចឹងយើងវាយ sudo ufw allow 80ចឹងដោយសារតែខ្ញុំបាន allow វាឲ្យម្ដងហើយវាចេញ skipping adding existing rule អញ្ចឹងបើយើងអត់ទាន់ allow ទេវាចេញតែ adding rule មកទេអញ្ចឹងឥឡូវយើងទៅ allow SSH server ម្ដងយើងវាដូចគ្នា sudo ufw allow ss8 ចឹងនេះវាដូចគ្នាដោយសារខ្ញុំបាន allow វារួចរាល់ហើយចឹងបើអត់ទាន់ allow វាចេញតែ adding rule ទេចឹងយើងបាន add rule ហ្នឹងចូលហើយឥឡូវយើងចូលទៅ check ចំណុចទី 14 យើងចូលទៅ check firewall status ម្ដងទៀតចឹងយើងវាដូចចំណុចខាងលើដែរយើងវា sudo ufw status ចឹងយើងឃើញ rule ដែលយើងបាន add នឹងចឹងexercise ដែលមាន 3 part ហើយមាន 14 ចំណុចហ្នឹងបានបញ្ចប់ហើយចឹងអរគុណលោកគ្រូជំរាបលាលោកគ្រូ